ព្រះអង្គមុនប្រេតពៀនអត់មានទឹកឆាន់ទេញោមព្រះអង្គស្រែកទឹកណាស់បាទស្រែកទឹកប្រាប់អានន្តមនាលអានន្តតថាគតស្រែកទឹកណាស់អានន្តសុំអានន្តទៅដងទឹកឲ្យតថាគតយកមកឆាន់បន្តិចអានន្តចាប់ផ្ដើមកាន់បាតញោមខ្ញុំស្គាល់បាតទេញោមបាទស្គាល់បាតសាធុស្គាល់បាតញោមឆ្លាតណាស់បាតកាន់បាតទៅដងទឹកញោមចាប់ផ្ដើមកាន់បាតទៅដងទឹកទឹកនឹងថ្លាល្អណាស់ខ្ញុំថ្លាឆ្វង់ទៅហ្មងមើលទៅឃើញបាតដីនៅខាងក្រោមគ្រាន់តែដាក់បាតដងមិនទាន់ដល់ទឹកផងខ្ញុំទឹកល្អវល់តែម្ដងខ្ញុំឃើញទឹកល្អវល់តែម្ដងអានន្តឃើញដូច្នេះអត់ដងកន្លែងហ្នឹងទេក្រោកមួយកន្លែងហ្នឹងទៅដងកន្លែងផ្សេងមួយទៀតបាទចាប់ផ្ដើមទៅដងកន្លែងផ្សេងឃើញទឹកឆ្លាឆ្វង់ដោយកញ្ចក់ឆ្លោះមុខបានណាខ្ញុំគ្រាន់តែដាក់បាតរៀបនឹងដងទឹកល្អវល់ល្អទៀតណាខ្ញុំនឹកឃើញថាដូចមិនកើតទេទៅមកកន្លែងទៀតអានន្តក្រោកឡើងទៅមកកន្លែងទៀតខ្ញុំទី3ទៅមកកន្លែងទី3ឃើញទឹកថ្លាដូចគ្នារៀបដងទៀតទឹកល្អទៀតខ្ញុំនឹកឃើញថាបើខ្លួនឯងបំរើព្រះសម្មាសម្ពុទ្ធអស់45ព្រះវស្សាទៅហើយច្រើនឆ្នាំទៅហើយបើដងទឹកល្អប្រកេនប្រពុតឆាន់ដូចមិនមែនជាការគួសមតលតែសោះក្នុងនាមយើងជាអ្នកបំរើព្រះអស់ច្រើនឆ្នាំមិនកើតក្រោកកាន់បាតទេនិមន្តសំដៅទៅព្រះសម្មាសម្ពុទ្ធវិញតែទៅដល់ព្រះអង្គសួរទៀតណាញាតិញោមសួរអានន្តនិមន្តត្រឡប់មកវិញហើយអានន្តយ៉ាងម៉េចដែរទៅអានន្តបានទឹកដែរអានន្តតបផន្តេភគវាបពិតព្រះដ៏មានពភាទឹកដែលខ្ញុំកណាទៅដងអំបញ្ញមិញនេះអត់បានទេព្រះអង្គគ្រាន់តែរៀបនឹងដងទឹកនោះល្អវល់តែម្ដងព្រះអង្គដងអត់បានទេព្រះសម្មាសម្ពុទ្ធត្រាស់បង្គាប់មនាលអានន្តចូលអានន្តទៅម្ដងទៀតត្រឡប់ទៅម្ដងទៀតណាអានន្តហើយអានន្តដងទឹកដែលល្អនឹងមកចាស់យកមកឲ្យតថាគតចាស់ដងទឹកដែលល្អនឹងយកមកឲ្យតថាគតចាស់ពុទ្ធបរិស័ទទាំងឡាយត្រឡប់ទៅម្ដងទៀតទៅដងទឹកដែលល្អនោះបាទដងទឹកដែលល្អដាក់ចូលក្នុងបាតគ្រាន់តែដើរមកដល់ព្រះសម្មាសម្ពុទ្ធទឹកនឹងប្រែជាថ្លាឆ្វង់តែម្ដងខ្ញុំអានន្តឆ្ងល់ខ្ញុំឆ្ងល់មិនមិនទឹកល្អខ្ញុំឆ្ងល់ដែរញាតិញោមទឹកនឹងថ្លាសោះពេលអានន្តទៅដកមិនបានល្អអានន្តឆ្ងល់ខ្ញុំឆ្ងល់ដូចថ្មឆ្ងល់បាញ់មិញហ្នឹងណាដូចញោមពងឆ្ងល់ដែរនឹងឯងឆ្ងល់សួរព្រះអង្គផន្តេភគវាបពិតព្រះដ៏មានពភាទូលព្រះបង្គំខ្ញុំបកណានេះបំរើព្រះអង្គជាច្រើនឆ្នាំមកតាំងពីព្រះសម្មាសម្ពុទ្ធព្រះអង្គបានត្រាស់ដឹងមកទល់នឹងព្រះអង្គរៀបនឹងបរិនិព្វានទៅហើយព្រះអង្គខ្ញុំព្រះអង្គឆ្ងល់ថាហេតុអ្វីទៅគ្រាន់តែដងទឹកនៅក្នុងថ្លុកប៉ុណ្ណឹងសោះគ្រាន់តែដងទឹកហេតុអីក៏ជាឧបសគ្គដែលមិនឲ្យខ្ញុំបកណាដងតើអ្នកណានិមិត្តហេតុបែបនេះរារាំងសេចក្តីជ្រះថ្លារារាំងឧបសគ្គនេះរារាំងចំពោះព្រះអង្គទៅព្រះអង្គព្រះសម្មាសម្ពុទ្ធព្រះអង្គបែរមកមើលអានន្តហើយតបខ្ញុំពេលហ្នឹងព្រះអង្គអាពាតទេណាញោមព្រះសម្មាសម្ពុទ្ធអាពាតទៀបនឹងបរិនិព្វានហើយបើយើងក៏លេចមកមើលទៀនបែបវាចិត្តរលត់ហើយបាទជីវិតចិត្តផុតហើយដល់ពេលឲ្យបែរមកប្រាប់អានន្តមនាលអានន្តសំហើយដែលទឹកដែលដងមកតថាគតមិនអាចឆាន់បានសំហើយថាសំដោយហេតុអីទៅព្រះអង្គថាមនាលអានន្តកើតដែលព្រះសម្មាសម្ពុទ្ធតថាគតនេះកើតទៅជាអ្នកកង្វាលគោកាលនោះតថាគតឃើញទឹកល្អមកថ្លុកគោវារៀបនឹងផឹកតថាគតឃើញទឹកល្អដូចនេះតថាគតក៏ដេញគោកុំឲ្យផឹកកាលណាបើទឹកល្អផឹកទៅក្រែងគោវាឈឺញោមបារម្ភខ្លាចគោឈឺណាញោមណាគោរៀបទៅផឹកមកកន្លែងទៀតព្រះអង្គឃើញទឹកនឹងល្អទៀតដេញគោចេញមិនឲ្យគោផឹកទេព្រោះទឹកនេះមិនថ្លាឡើយគោរៀបទៅផឹកមកកន្លែងទៀតដេញគោទៀតទឹកនេះមិនថ្លាទេចូលគោទៅផឹកកន្លែងផ្សេងទៅសុទ្ធតែទឹកមានទឹកថ្លាហើយហេតុដូច្នេះត្រាស់ដឹងឡើងក្នុងលោករោគឃើញញយធម៌ទាំងឡាយ
រកឃើញធម៌84000ព្រះធម្មខណ្ឌคล้ายទៅជាបិតានៃសាសនាទាំងមូលនៅក្នុងព្រះរាជាណាចក្រយើងក៏អ្នកកាន់ព្រះពុទ្ធសាសនាច្រើនរាប់លានអ្នកនៅក្នុងរដ្ឋធម្មនុញ្ញត្រង់មាត្រា43បានចែងថាពុទ្ធសាសនានេះគឺជាសាសនារបស់រដ្ឋមិនមែនតែយើងប្រជាជនកាន់ទេរដ្ឋទាំងមូលក៏យកព្រះពុទ្ធសាសនាជាទីពឹងទីរលឹកប៉ុន្តែមុនបរិនិព្វាននៅតែព្រះអង្គអត់មានទឹកឆាន់ឧបសគ្គរហូតដល់ព្រះអង្គអាពាតញោមអាពាតយើងនិយាយសាមញ្ញទៅព្រះអង្គឈឺខ្នងចេះឈឺខ្នងញោមងើបអត់រួចទេព្រះសម្មាសម្ពុទ្ធងើបអត់រួចទេ